អូនទីមេត្រីបាទថ្ងៃនេះខ្ញុំមកសតគឺខ្ញុំធ្វើការមកបង្ហាញទៅនឹងការសម្ងួតកស្វ័យចន្ទីក្នុងរោងស្ងួតសូឡាបងប្អូនបាទតែយើងដឹងហើយគឺហានៅខាងក្រៅវាមានបញ្ហាផ្សេងៗអញ្ចឹងទៅលើក្នុងការស្រាវជ្រាវនេះគឺនៅស្រុកខ្មែរយើងគឺមានតែលើកទី1ទេបងប្អូនបាទអត់មានការស្រាវជ្រាវណាល្បិតទៅនឹងការស្ងួតស្វ័យចន្ទីទេដោយពីច្រើនការសម្ងួតការហាខាងក្រៅគឺថាល្អវាអត់មានបែកទុះប្រេងហើយសារជឿនៅប្រទេសផ្សេងៗគឺហាក្នុងម៉ាស៊ីនអីចឹងវាផ្ទុះប្រេងដែរវាអត់វាខូចគុណភាពតែឥឡូវយើងចាប់ដើមមកស្រាវជ្រាវក្នុងរោងសម្ងួតវិញតើវាមានផ្ទុះប្រេងចូលពីសបកនឹងចូលសាច់របស់វាអត់ចឹងមកជួយគ្របវាអត់ចឹងដែលវាច្រើនយើងលើពិភពលោកគេបារម្ភទៅខាងហ្នឹងដែលវាអាចពីពុលដែលយើងមិនអាចហូបជាយកធ្វើជាម្ហូបអាហារបានទេធ្វើជាហូបបានទេបរិភោគបានទេតែឥឡូវយើងទៅមើលទៅនឹងការសម្ងួតហើយនៅខាងនេះការសម្ងួតរបស់យើងមានធ្វើការពិសោធន៍ដាក់ខាងក្រៅតាមទម្លាប់របស់កសិករដែលយើងមានតង់មានអីហាលតង់អីចឹងណាបាទលើតង់អីទៅនឹងជាសំណាក់ប្រហែលជាយើងធ្វើ4សំណាក់ហ្នឹងទៅធ្វើជាកញ្ចែងទុយនេះសម្រាប់ងាយស្រួលថ្លឹងលើកដាក់អញ្ជិញតែម្ដងកុំឲ្យពិបាកទៅប៉ះមួយកសិផលដល់ណាប៉ះកសិផលប្រៀបដូចយើងត្រឡប់វាចឹងបាទហើយមកបន្ទាប់ទៀតយើងមកមើលខាងនេះគឺរឿងស្ពុតរបស់យើងទំហំនេះទំហំ5 ម៉ែត្រគុណនឹង8 ម៉ែត្រកម្ពស់វា3 ម៉ែត្រពីទឹកមានផ្ទាំងសូឡាសម្រាប់ដំណើរការហើយក្នុងរោងសម្ងួតមានប្រព័ន្ធដង្ហើមបឺតជាតិទឹកហើយនឹងដង្ហើមកោឲ្យខ្យល់លើក្រោមស្មើគ្នាអញ្ចឹងបងប្អូនអាចមើលឃើញដែរហើយនៅវីដេអូបន្ទាប់យើងនឹងបង្ហាញលទ្ធផលនៃការពិសោធន៍ទាំងមូលនឹងបងប្អូនបាទអញ្ចឹងពេលនេះយើងសូមអរគុណចាំជួបគ្នានៅវីដេអូបន្តបងប្អូនបាទ